មានបងម្នាក់គាត់ឆាតមកក្នុងเพจខ្ញុំឲ្យសួរខ្ញុំថាតើផ្លូវទៅកាន់ប្រាសាទព្រះវិហារហ្នឹងយើងអាចជិះកង់ឡើងទៅរួចដែរអត់ហើយគាត់សួរថាតើតាមផ្លូវហ្នឹងវាមានសុវត្ថិភាពអត់សម្រាប់ខ្ញុំគិតថាប្រហែលជាជិះកើតបងប្អូនដោយសារតែខ្ញុំពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំជិះម៉ូតូទេខ្ញុំជួលម៉ូតូដប់នៅហ្នឹងដើម្បីឡើងទៅកាន់ប្រាសាទព្រះវិហារបងប្អូនហើយបើនិយាយពីតាមផ្លូវគឺរៀងចោតដែរប៉ុន្តែបើសិនជានិយាយរឿងសុវត្ថិភាពវិញគឺសុវត្ថិភាពបងប្អូនដោយសារតែនៅគៀនផ្លូវហ្នឹងគឺមានដែករហូតហ្មងសំខាន់ណាស់ទេសភាពស្អាតមែនទែនហើយបងប្អូនមើលទឹកមុខខ្ញុំពេលឡើងដោយសារយើងអត់ធ្លាប់ឡើងលើកទី1ហើយនេះវិញគឺទឹកមុខខ្ញុំនៅពេលដែលចោះមកធម្មតាអីទេប៉ុន្តែពេលឡើងរៀងភ័យបន្តិចដោយសារតែលើកទី1រៀងប្រឹងបន្តិចអីចឹងណាព្រោះតាមផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហាររៀងចោតដែរបងប្អូនតែអ្វីដែលចំណេញភ្នែកយើងបំផុតគឺទេសភាពស្អាតខ្លាំងមែនទែនតាំងពីខាងក្រោមរហូតដល់ខាងលើហើយបើនិយាយពីប្រភេទឡានដែលជិះវិញគឺរបៀបនេះឯងហើយសម្រាប់តម្លៃឡានវិញគឺថាតម្លៃសមរម្យមែនទែនដោយសារតែឡានពេលដែលឡើងចោះហ្នឹងគឺគេគិតតម្លៃតែ 100000 រៀលទេអញ្ចឹងបើសិនយើងមានគ្នា10នាក់15នាក់អីអញ្ចឹងយើងអាចជិះឡានអស់ត្រឹមតែម្នាក់8000ទៅ10000រៀលអីប៉ុណ្្នឹងឯងទាំងឡើងទាំងចោះបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ធ្លាប់ឡើងទៅកាន់ប្រាសាទព្រះវិហារតើគេអនុញ្ញាតឲ្យយើងជិះកង់ឡើងដែរបានអត់បងប្អូនដោយសារតែមានបងគាត់សួរខ្ញុំអញ្ចឹងណាខ្ញុំគិតថាឡើងកើតប៉ុន្តែអត់ដឹងថាគេអនុញ្ញាតឲ្យយើងឡើងឬអត់អញ្ចឹងណាព្រោះដោយសារតែតាមផ្លូវទៅកាន់ប្រាសាទព្រះវិហារហ្នឹងសូម្បីតែយើងជិះឡានឡើងដោយខ្លួនឯងក៏គេអត់អនុញ្ញាតដែរបងប្អូនគឺគេឲ្យយើងជិះម៉ូតូដប់របៀបហ្នឹងឬមួយក៏ជិះឡានដែលខ្ញុំបង្ហាញនៅខាងមុខមិញហ្នឹងហើយសម្រាប់ម៉ូតូរបៀបនេះគឺតម្លៃមួយគ្រឿងហ្នឹង20000រៀលទាំងទៅទាំងមកបងប្អូនហើយសំខាន់ចម្ងាយពីកន្លែងឡានដែលយើងឡើងទៅកាន់ប្រាសាទព្រះវិហារហ្នឹងគឺមាន7គីឡូបងប្អូនឡើងទៅកាន់ភ្នំហ្នឹងរៀងឆ្ងាយគ្រាន់បើដែរតែខ្ញុំគិតថាបើសិនជាបងប្អូនអត់ដែរទៅឲ្យគេដឹករបៀបហ្នឹងទៅដោយសារតែគេអនុញ្ញាតឲ្យយើងបើកបរដោយខ្លួនឯងទេម្យ៉ាងទៀតគេដឹកយើងឡើងទៅគឺវាសុវត្ថិភាពដោយសារតែពួកគាត់ស្ទាត់ហើយគាត់ចាំផ្លូវល្អមែនទែនហ្មងអញ្ចឹងយើងជិះនៅខាងក្រោយគាត់គឺមានតួនាទីដឹងតែតោងឲ្យជាប់ទៅគឺយើងអាចឡើងទៅដល់ប្រាសាទព្រះវិហារគឺដោយសុវត្ថិភាពហើយបងប្អូនប៉ុន្តែខ្ញុំឃើញទេសភាពតាមផ្លូវបងប្អូនអើយនិយាយពីថាចង់ទៅលើកដៃចង់ទៅប្រឡែងដៃឲ្យវាស្រស់ស្រាយអញ្ចឹងណាហើយនេះខ្ញុំទៅប្រាសាទព្រះវិហារតាំងពីមួយរយៈមុនណាបងប្អូនអញ្ចឹងហើយតាំងពីស្លឹកឈើដែលវានៅជ្រុះអត់ស្អាតពណ៌រាងក្រហមអញ្ចឹងណាបើទៅឥឡូវនេះអាចនឹងស្លឹកឈើបែកខៀវស្អាតហើយបើនិយាយពីបកគោលនៅតាមផ្លូវឬមួយក៏លបាំងលបងដោយការពារផ្លូវអញ្ចឹងបងប្អូនគៀនហ្នឹងគឺមានរហូតដោយបងប្អូនឃើញស្រាប់អញ្ចឹងគឺតាហែទៅរហូតអញ្ចឹងហើយខ្ញុំគិតថាត្រង់ចំណុចហ្នឹងឯងគឺជាចំណុចសុវត្ថិភាពសម្រាប់ផ្លូវដែលយើងធ្វើដំណើរឡើងទៅកាន់ភ្នំបងប្អូនប៉ុន្តែបើនិយាយពីរឿងចោតដូចខ្ញុំនិយាយប្រាប់មុនហ្នឹងអញ្ចឹងគឺវាមានកន្លែងខ្លះក៏រៀងចោតខ្លាំងតិចអញ្ចឹងណាប៉ុន្តែយើងអាចទ្រាំបានហើយម៉ូតូកម្លាំងគាត់មូលល្ងោងមកនិយាយទៅឡើងបានឡើងរលូនមកខ្ញុំអត់គិតថាពួកគាត់ឡើងបានទេណាប៉ុន្តែគាត់ឡើងបានឡើងរលូនហើយខ្ញុំសួរម៉ូតូដប់ដែលគាត់ដឹកខ្ញុំហ្នឹងខ្ញុំសួរថាពូដឹកគេឡើងរបៀបហ្នឹងទៅកាន់ប្រាសាទព្រះវិហារហ្នឹងប្រហែលឆ្នាំហើយគាត់ប្រាប់ខ្ញុំវិញថាអូពូ7ឆ្នាំហើយពូម្នាក់ទៀត10ឆ្នាំបងប្អូនគាត់ដឹករយៈពេលយូរមែនទែនហ្មងហើយសំខាន់ពេលដែលខ្ញុំឡើងទៅតាមផ្លូវហ្នឹងបងប្អូនគឺខ្ញុំស្រែករហូតដោយសារតែខ្ញុំខ្ញាល់ហើយយើងអត់ដែលបានឡើងរបៀបហ្នឹងបងប្អូនគាត់ប្រាប់ថាអត់អីទេក្មួយអត់អីទេនិយាយទៅគាត់ធ្វើយ៉ាងណាឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅអីអញ្ចឹងណាបងប្អូនអញ្ចឹងហើយសរុបមកវិញខ្ញុំគិតថាសម្រាប់កង់គឺយើងអាចជិះឡើងបានប៉ុន្តែយើងអត់ដឹងថាគេអនុញ្ញាតឲ្យយើងជិះឡើងឬអត់ទេដោយសារតែតាមផ្លូវគឺគេគិតទៅលើសុវត្ថិភាពយើងខ្លាំងមែនទែនបងប្អូនគេសុខចិត្តឲ្យយើងជួលម៉ូតូឬក៏ជួលឡានដើម្បីគេបើកជូនទៅអញ្ចឹងណាចម្ងាយ7គីឡូហ្នឹងគឺយើងជិះរឿងមកសន្ទុះដែរបងប្អូនតម្រាំតែយើងបានធ្វើដំណើរមកដល់ប្រាសាទព្រះវិហារគឺខ្ញើបដែរហ្នឹងបងប្អូនគ្រាន់តែថាបើនិយាយពីសុវត្ថិភាពវិញគឺសុវត្ថិភាព100%ហ្មងបងប្អូនអញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាចធ្វើដំណើរទៅលេងប្រាសាទព្រះវិហារបានតាមរយៈការជិះម៉ូតូដប់ឬមួយក៏ឡានហើយមុននឹងយើងជិះនឹងយើងត្រូវទិញសំបុត្រគេអីត្រឹមត្រូវដែរបងប្អូនហើយពេលដែលយើងទៅដល់កន្លែងលក់គេនឹងហើយយើងដើរទៅប្រហែលជា1គីឡូដីទៀតដើរឡើងភ្នំមកបងប្អូនបានយើងអាចទៅដល់គោបុរៈទី1នៃប្រាសាទព្រះវិហារគឺកំពូលប្រាសាទហ្មងបងប្អូនហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងបើសិនជាខុសឆ្គងត្រង់ណាសូមអធិស្ឋានអរគុណបងប្អូនដែលបានទស្សនា